បាទជំរាបសួរលោកគ្រូក៏ដូចជាសួរទៅកាន់បងប្អូនសិស្សសាស្ត្រទាំងអស់បាទមកជួបគ្នាសាថ្មីជាមួយនឹងវីដេអូបន្តទៀតពាក់ព័ន្ធនឹង playlist Victor ក្នុងលំហបាទពាក់ព័ន្ធនៅក្នុងថ្នាក់ទី11បាទអូខេហើយអញ្ចឹងមុនចាប់ផ្ដើមវីដេអូអញ្ចឹងសូមឲ្យជួយអ្នកទាំងអស់គ្នាជួយ like ជួយ share វីដេអូនេះផងចែករំលែកទៅកាន់មិត្តភ័ក្តិរបស់យើងដែលកំពុងតែរៀនថ្នាក់ទី11ហើយដែលគាត់កំពុងស្រាវជ្រាវមេរៀនហ្នឹងតាមរយៈ online អញ្ចឹងឲ្យគាត់បានរៀនតាមរយៈ online ដោយខ្លួនឯងនៅផ្ទះបាទហើយសម្រាប់អ្នកដែលមិនទាន់បានចុច follow page លោកគ្រូអ៊ុយសុរតចូលទៅក្នុង page លោកគ្រូអ៊ុយសុរតចុច follow មួយផងអ្នកដែលមិនទាន់បានចុច subscribe YouTube channel Teacher អ៊ុយសុរតនៅក្នុង YouTube អញ្ចឹងជួយចូលទៅចុច subscribe អ្នកមួយផងអរគុណច្រើនបាទអញ្ចឹងឥឡូវចូលដល់លំហាត់គំរូយើងតែម្ដងគឺគេឲ្យប្រឡេពី8កែងបាទប្រឡេពី8កែងអញ្ចឹងអាប្រឡេ8កែងវាដូចជាប្រអប់អញ្ចឹងឯងបាទដូចជាប្រអប់ហើយ A B C D E F G H បាទអូខេហើយតមកគេឲ្យយើងសំណួរកគេឲ្យយើងរក vector ដែលស្មើនឹង vector ទាំង5ហ្នឹង EF BC vector HD vector AH vector BE ហើយតើ vector E ហើយតមកសំណួរខ vector ED និង vector FC មកគូទៀតគឺ vector HF និង vector BD ជា vector យ៉ាងម៉េចនឹងគ្នាបាទហើយតាមរយៈហ្នឹងគឺមានរូបគេឲ្យមួយបាទអញ្ចឹងឥឡូវនេះគ្រូចង់បង្ហាញពីការគូររូបអញ្ចឹងដើម្បីគូររូបបលេពី8អត់ពិបាកអីទេយើងគូសដំបូងយើងគូសចាក់តកោណកែងមួយបាទហើយមកយើងគូសចាក់តកោណកែងមួយទៀតដែលប៉ុនគ្នាបាទយើងអាចរំកិលវាឡើងលើដូចគ្រូក៏បានរំកិលចុះក្រោមក៏បានអូខេហើយបន្តមកកន្លែងនេះយើងប្រើដាច់ដោយសារកន្លែងនេះគឺជាផ្នែកដែលបាំងមើលអត់ឃើញបាទប្រើដាច់ហើយមកយើងគូសរូបចាក់តកោណកែងពីរប៉ុនគ្នាបែបហ្នឹងហើយតមកយើងគ្រាន់តែបាទភ្ជាប់កំពូលនេះមកបាទចូលមកអញ្ចឹងគឺចេញជារូបប្រឡេពី8កែងហើយបាទហើយមកកន្លែងនេះគេដាក់អក្សរឲ្យហើយតាមពិតសំណួរហ្នឹងគឺមានរូបស្រាប់បាទអញ្ចឹងតែការប្រើរូបគេបើអត់ប្រើរូបគេទេចម្លើយយើងគឺនឹងប្រែប្រួលគ្រប់គ្នាអញ្ចឹងនេះគឺប្រើរូបមួយហ្នឹងបាទអូខេហើយអញ្ចឹងចាប់ដើមយករូបមួយហ្នឹងមកអនុវត្តលំហាត់បាទអូខេហើយអញ្ចឹងសំណួរកគេឲ្យយើងរក vector ដែលស្មើជាមួយនឹង vector 5ហ្នឹងអញ្ចឹង EF អញ្ចឹងជាដំបូងយើងត្រូវស្វែងរក EF សិនតើអ្វីជា vector EF នេះគឺ vector EF បាទអូខេហើយអញ្ចឹង EF គឺចេញពី E ទៅ F អញ្ចឹងចុងព្រួយនៅកន្លែង F អូខេហើយទាំងមកគេរក vector ណាដែលស្មើជាមួយនឹង vector EF អញ្ចឹងយើងតាមរយៈរូបប្រឡេពី8បាទប្រឡេពី8កែងអញ្ចឹងគឺលក្ខណៈប្រឡេ8កែងគឺជ្រុង4ស្របគ្នានេះបាទ1 2 3 4ហ្នឹងគឺស្របគ្នាប្រវែងស្មើគ្នាបាទហើយអានេះប្រឈរនេះ1 2 3 4នេះក៏ជាជ្រុងដែលស្របគ្នាប្រវែងស្មើដែរហើយជ្រុងនេះប្រឆិតនេះបាទ3 4នេះបាទអញ្ចឹងគឺក៏ស្មើគ្នាប្រវែងស្មើគ្នាហើយក៏ស្របគ្នាដូចគ្នាដែរអូខេអាហ្នឹងគឺជាលក្ខណៈរបស់ប្រឡេពី8អញ្ចឹងដល់ជ្រុងដែលស្របដែលចង់រក vector ដែលស្មើជាមួយ EF អញ្ចឹងលក្ខណៈស្មើបានរៀនហើយនៅវីដេអូមុនស្មើគឺនៅពេលដែលប្រវែងវាស្មើគ្នាស្របគ្នានិងមានទិសដៅដូចគ្នាអញ្ចឹងត្រូវការគោរព3លក្ខខណ្ឌស្មើប្រវែងស្មើស្របនិងទិសដៅដូចអញ្ចឹងដល់ពេលរបស់យើងប្រឡេប៉ែគឺជ្រុងណាដែលស្របស្មើនេះជ្រុង AB HG ហើយនិង DC អញ្ចឹងយើងក៏ដាក់ទិសដៅបើយើងហៅ BA ខុសអញ្ចឹងដោយសារទិសដៅវាគឺពី E ទៅ F អញ្ចឹងយើងហៅ AB បាទអានេះគឺ HG បាទអញ្ចឹងនេះ HG បើយើងយក GH ខុសហើយ HG នេះជាមួយនឹង EF គឺស្របគ្នាហើយប្រវែងក៏ស្មើគ្នាតែយើងដាក់ទិសដៅមក G មកគឺដូច EF ហើយតោះមកអានេះដាក់អូខេបាន HG មួយបាទអញ្ចឹងចម្លើយបាន HG មួយនៅមានមួយទៀតអញ្ចឹងគឺ AB បាទអញ្ចឹងយើងស្មើ AB មួយទៀតហើយមានមួយទៀតគឺ DC អញ្ចឹងកន្លែងនេះគឺសំខាន់គឺយើងហៅទិសដៅឲ្យត្រូវបាទហៅ vector ឲ្យត្រូវបើហៅ CD ខុសហៅ DC បានត្រូវទិសដៅដូចគ្នាអូខេអញ្ចឹងនេះគឺជា vector ដែលស្មើមួយនឹង EF បាទចុះ vector ដែលស្មើមួយនឹង BC បាទអញ្ចឹងនេះ BC អញ្ចឹង vector BC គឺចេញពី B ទៅរក C ហើយអា train នេះអញ្ចឹងអា train ហ្នឹងរបស់ដែលស្មើស្របវាគឺមាន3ទៀតនេះស្មើស្របអញ្ចឹងយើងសំខាន់យើងហៅទិសដៅឲ្យត្រូវព្រោះវាជា vector អញ្ចឹងយើងដាក់ដល់ FG អញ្ចឹងគឺពីក្រោមឡើងលើទៅគឺត្រូវដូចគ្នាអញ្ចឹង FG EH បាទមួយទៀតគឺ AD បាទ AD អញ្ចឹងគឺសំខាន់ដាក់ទិសដៅឲ្យត្រូវប្រយ័ត្នទៅហៅ DA អាហ្នឹងគឺខុសហើយបាទអូខេហើយ vector ណាស្មើមួយ HD អញ្ចឹងយើងសំខាន់យើងត្រូវ HD សិន HD បាទនេះ HD គឺប្រឈរឡើងលើពីក្រោមឡើងទៅលើអញ្ចឹងជ្រុងដែលស្មើវាមាន3ទៀតនេះបាទ3នេះស្មើស្របអញ្ចឹងយើងដាក់ទិសដៅទៅ EA បាទឃើញពីក្រោមឡើងលើត្រូវហើយពីក្រោមឡើងលើដែរនេះគឺ FB បាទអានេះហើយពីក្រោមឡើងលើទៅជា GC បាទអូខេនេះជា vector ដែលស្មើជាមួយ vector ទាំង3ហ្នឹង
តមកទៀត vector ស្មើនឹង AH AH អញ្ចឹង AH នេះ AH ប្រឆិតលេខនេះ AH អញ្ចឹងជ្រុងណាដែលស្មើជាមួយនឹងស្មើស្របមួយ AH បាទអញ្ចឹងប្រឆិតបែបហ្នឹងនេះម្ល៉េះនេះនេះស្មើស្របអញ្ចឹងគឺ BG ដាក់ទិសដៅពីលើចុះក្រោមដូច AH ដែរទៅបាទអញ្ចឹងគឺបានហើយអត់មានណាទៀតទេបាទអត់មានឡើយណាស្មើស្របទេមានតែមួយហ្នឹងទេមួយទៀត BE បាទ BE នេះ BE អញ្ចឹងតើជ្រុងណាស្មើស្របមួយ BE រកជ្រុងស្មើស្របសិនហើយចាំដាក់ទិសដៅអញ្ចឹងជ្រុងស្មើស្របអានេះគឺជាផ្ទាំងនៅខាងមុខអញ្ចឹងជ្រុងស្មើស្របគឺ CH បាទ CH នេះនៅផ្ទាំងខាងក្រោយអញ្ចឹងគឺហើយដាក់ទិសដៅមកពី C មក H ឲ្យដូច BE មកបាទអញ្ចឹងគឺមានតែមួយគូនឹងទេអូខេអញ្ចឹងពាក់ព័ន្ធ vector ស្មើគឺរករួចហើយចូលដល់សំណួរខគេសួរតើ ED និង FC យ៉ាងម៉េចគ្នាហើយ HF និង BD ជា vector យ៉ាងម៉េចគ្នាអញ្ចឹងគឺយើងមើលសិន ED បាទនេះ ED គេ ED ហើយមួយទៀត FC បាទ FC នេះ FC អញ្ចឹងឃើញថា vector ទាំងពីរហ្នឹងយ៉ាងម៉េចស្របគ្នាអត់ស្របប្រវែងស្មើគ្នាអត់ស្មើចុះទិសដៅមិនដែរទិសដៅឡើងលើគ្នាអញ្ចឹងស្របប្រវែងស្មើទិសដៅដូចអញ្ចឹង vector ទាំងពីរហ្នឹងគឺស្មើគ្នាហើយអញ្ចឹងដាក់សញ្ញាស្មើទៅបាទហើយមួយទៀតគឺ HF ជាមួយនឹង BD បាទ HF BD បាទនេះគេអញ្ចឹង HF ពណ៌ផ្កាឈូកនេះជាមួយនឹង BD បាទពណ៌ផ្កាឈូកនេះបាទអញ្ចឹងមើលថាតើវាស្របគ្នាអត់ស្របប្រវែងស្មើអត់មួយនៅលើមួយនៅក្រោមបែបហ្នឹងហើយវានៅលើផ្ទាំងលើមួយនៅផ្ទាំងក្រោមគឺហើយ walk ក៏ស្មើគ្នាដែរបាទស្មើគ្នាហើយចុះទិសដៅវាមិនដែរមួយទៅឆ្វេងមួយទៅស្ដាំអញ្ចឹងវាទិសដៅផ្ទុយគ្នាអញ្ចឹងស្របប្រវែងស្មើតែទិសដៅផ្ទុយអញ្ចឹងអាហ្នឹងគឺ vector ផ្ទុយគ្នាអញ្ចឹងឡើយហ្នឹងគឺផ្ទុយគ្នាបាទ vector ពីរហ្នឹងគឺជា vector ផ្ទុយគ្នាហើយអញ្ចឹងផ្ទុយគ្នាស្អីមិនគឺដាក់សញ្ញាដកនៅលើ vector ណាមួយទៅហើយដាក់សញ្ញាស្មើអញ្ចឹងគឺស្មើដកបែបហ្នឹងបាទអញ្ចឹងចង់ដាក់ដកឡើង HF ក៏បានដែរដាក់ដកឡើង HF ហើយដាក់ស្មើកណ្ដាលហ្នឹងទៅក៏បានអញ្ចឹងអាហ្នឹងគឺពាក់ព័ន្ធមួយនឹងការប្រើប្រាស់ vector ស្មើហើយនឹង vector ផ្ទុយសម្រាប់វីដេអូមួយនេះគ្រូសូមបញ្ចប់តាមប៉ុណ្្នឹងឯងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ